ប្រិមិត្តទស្សនិកជនវគ្គនេះជាវគ្គសភាភ្ញៀវកិត្តិយសដែលជាវាគ្មិនរបស់យើងគឺចាត់ថ្ងៃនេះយើងមានវត្តមានលោកបណ្ឌិតហៃលីអៀងដែលលោកគឺជានាយកក្រុមហ៊ុន Conferel សូមជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងដូចតទៅចាជំរាបសួរចាបាទជំរាបសួរបាទលោកបណ្ឌិតដែលបានអញ្ជើញមកថ្ងៃនេះដោយសារថាយើងចង់ដឹងថាតើគុណភាពថ្នោតរបស់យើងនឹងយ៉ាងដូចម្តេចដែរលោកបណ្ឌិតសប្តាហ៍ថ្ងៃនេះគឺថាថ្នោតយើងដែលពីដើមគេច្រើនច្រឡំជាមួយថ្នោតប្រេងណាឥឡូវគេកាន់តែស្គាល់ច្រើនទៅហើយជាពិសេសគឺថាយើងបានការជួយលើកដំកើងយ៉ាងខ្លាំងជាពិសេសពីថ្នាក់ជាតិក៏ដូចជាថ្នាក់អន្តរជាតិក្នុងឆ្នាំនេះយើងបានទទួលនៅការគ្រប់គ្រងអំពីខាង Wolfram ហ្នឹងដែលគេបានចាត់ទុកថាគម្រោងលេង Conferel គម្រោងផលិតចេញផលិតផលចេញពីដើមថ្នោតហ្នឹងគឺជាគម្រោងអភិវឌ្ឍយូរអង្វែងហើយផ្ដល់ការងារទៅដល់ប្រជាកសិកររបស់យើងហ្នឹងជាយូរអង្វែងហើយបន្តមកទៀតយើងក៏បានទទួលយើងក៏បានគេអញ្ជើញទៅខាង Francophonie ហ្នឹងបង្ហាញនៅអំពីផលិតកម្មហើយនឹងផលិតផលរបស់យើងហ្នឹងមានក៏ដូចជានៅប្រទេសឥណ្ឌូនេស៊ីនៅយ៉ាកាតាហ្នឹងហើយយើងក៏បានទទួលជាគេថាជា member ខាងជាសមាជិកខាងផ្នែកហៅថាអភិវឌ្ឍយូរអង្វែងបាទមានផលិតផលអ្វីខ្លះដែលធ្វើពីថ្នោតហើយក៏លោកបណ្ឌិតបានយកចេញទៅក្រៅប្រទេសដើម្បីនឹងធ្វើឲ្យមានទីផ្សារនិងពង្រីកទីផ្សារថ្នោតរបស់យើងនេះពីមុនយើងបានចាប់ផ្ដើមពីស្ករត្នោតដោយសារកាលណាយើងនិយាយពីតាមថ្នោតយើងស្គាល់ត្នោតមុនគេឥឡូវនេះគឺថាយើងបានផលិតនិងចម្រាញ់យកចេញពីដើមត្នោតយើងគ្រប់ផលិតផលទាំងអស់ព្រោះយើងមានស្ករត្នោតដូចជាបានយើងឃើញហើយយើងបានផលិតចេញពីស្ករត្នោតមានដូចជាសូកូឡាដូចជាស្ករត្នោតជាមួយនឹងផលិតផលផ្សេងទៀតផ្លែឈើយើងនឹងដូចជាដូងដូចជាស្វាយជាដើមហើយបន្តមកទៀតយើងមានស្រាណាយើងមានស្រានឹងយើងមានស្រាគ្រប់ប្រភេទយើងមានស្រាសាយ៉ាយើងមានស្រាបទុមយើងមានស្រាបទុមគីរ៉ែលហើយយើងក៏មានស្រាសំប៉ាញដែរដែលគណៈប្រតិភូឬក៏គណៈរដ្ឋមន្ត្រីយើងនឹងបានទទួលយកជាផលិតផលជាតិដែរបាទហើយបន្តមកទៀតយើងមានគេហៅថាពពួកខាងកុងឌីម៉ង់គឺពពួកកុងឌីម៉ង់ហ្នឹងយើងមានម្រេចកពតយើងមានទឹកខ្មេះត្នោតហើយយើងមានទឹកខ្មេះត្នោតលាយជាមួយនឹងម្រេចគឺជាសូសថ្មីមួយដែលបានទទួលការជ្រោមជ្រែងនិងការលើកទឹកចិត្តហើយការទទួលស្គាល់ហើយកំណើនគឺមានជារៀងរាល់ថ្ងៃនៅការទទួលស្គាល់អំពីការប្រាក់រសជាតិចារសជាតិនិងអន្តរជាតិបាទហ្នឹងចាឥឡូវហ្នឹងបានន័យថាចាទឹកម្រេចនេះមានលក់នៅក្នុងទីផ្សារស្រុកយើងដែរមានលក់នៅទីផ្សារស្រុកយើងហើយក៏ដូចជាមានលក់នៅទីផ្សារបរទេសដែរជាពិសេសប្រទេសបារាំងគឺផលិតផលយើងនឹងមិនគ្រាន់តែមានរសជាតិប្លែកទេមិនទាន់មានរសជាតិឆ្ងាញ់ទេគឺថាផ្ដល់នូវសុខភាពទៀតព្រោះដោយសារគេបានរកឃើញនៅទឹកត្នោតយើងនឹងគឺមានជីវជាតិជាច្រើនអញ្ចឹងហើយបានជាស្ករត្នោតយើងបានទទួលរង្វាន់ពានមាសហើយឥឡូវនេះគេកំពុងតែចាប់ស្គាល់យ៉ាងខ្លាំងហើយព្រោះថ្មីគេបានរកឃើញថានៅក្នុងស្ករត្នោតយើងនៅទឹកត្នោតយើងមានជាតិពពួក polyphenol ហើយពពួកអង់ទីអុកស៊ីដង់ហ្នឹងហើយនឹងពពួករ៉ែពពួកវីតាមីនហ្នឹងជាច្រើនហើយម្រេចកពតយើងស្គាល់ហើយម្រេចកពតហ្នឹងគឺព្រះចៅអធិរាជសិនទីខាន់ហ្នឹងក៏គាត់ចូលចិត្តដែរគាត់ចូលចិត្តម្រេចកពតអញ្ចឹងម្រេចកពតយើងមានស្គាល់តាំងពីជំនាន់មុនសម័យអង្គរហ្នឹងម៉េះចាហើយបរិមាណនៃការលក់វិញយ៉ាងដូចម្តេចដែរលោកបណ្ឌិតចាការនាំចេញទៅមើលទៅបានច្រើនហើយចំពោះការផ្គត់ផ្គង់ចំពោះម្រេចនេះគ្រប់គ្រាន់ដែរទេចាសប្តាហ៍ថ្ងៃហ្នឹងគឺថាយើងគេទទួលស្គាល់គឺគេគ្រប់គ្រងយ៉ាងខ្លាំងនៅផ្នែកអន្តរជាតិហ្នឹងថ្ងៃត្រង់ហ្នឹងខ្ញុំនឹងទទួលភ្ញៀវមកពីឥណ្ឌាណាដែលគេស្គាល់ថ្នោតដែរប៉ុន្តែគេមិនស្គាល់នៅផលិតផលដ៏ច្រើនអញ្ចឹងទេគេមកតាក់ទងយើងហើយកាលពីអាទិត្យមុនហ្នឹងគឺពួកកូរ៉េដូច្នេះគឺការនាំចេញយើងហ្នឹងមានកំណើនយ៉ាងខ្លាំងជាពិសេសស្ករត្នោតហើយនឹងម្រេចដែលកំពុងតែទទួលជោគជ័យយ៉ាងខ្លាំងហើយនឹងផលិតផលផ្សេងទៀតដែលយើងនឹងផ្សព្វផ្សាយបញ្ហាធំគឺបញ្ហាយើងខ្វះនៅការផ្សព្វផ្សាយដោយសារយើងជាផលិតផលថ្មីអញ្ចឹងយើងពុំបានយើងខ្វះខាតនៅការផ្សព្វផ្សាយអញ្ចឹងហើយគឺថាគេថាយើងមិនទាន់បានធ្វើគេស្គាល់នៅផលិតផលយើងឲ្យបានខ្លាំងបាទលោកបណ្ឌិតបានមានប្រសាសន៍ពីឥណ្ឌាមិនអញ្ចឹងប្រទេសឥណ្ឌាមានដើមត្នោតដែរតើលោកបណ្ឌិត
គេអត់ទាន់ឆ្នៃបានដូចយើងទេ ប្រទេសឥណ្ឌាមានដើមត្នោតហើយធ្វើត្នោតយើងហ្នឹងគឺមានប្រភពក៏ចេញពីប្រទេសឥណ្ឌាដែរមកតាមសាសនាមកតាមពពួកព្រាហ្មណ៍ពពួកអីហ្នឹងបាទហើយគេមានដែរប៉ុន្តែគេមិនទាន់បានឆ្នៃដូចដែលយើងបានយកមកឆ្នៃនៅប្រទេសកម្ពុជាយើងគឺផលិតផលយើងហ្នឹងគឺជាផលិតផលដែលនិយាយមែនទែននេះគ្មានគូប្រជែងមានគូប្រជែងដែលជាផលិតផលតែមួយដែលមាននៅក្នុងសកលលោកយើងនឹងតែនឹងខ្លាយទៅជាគូប្រជែងទៅអនាគតដែរទេប្រទេសឥណ្ឌាដែលមកជួបលោកដិតថ្ងៃត្រង់នេះយើងចង់បានគេជាដៃគូហើយយើងមិនខ្លាចនៅនេះទេដោយសារទី1អាចលោកដិតទៅផលិតនៅនោះយើងអាចនឹងចាប់ដៃគ្នាគេហៅថានឹងចាប់ដៃគ្នាដើម្បីពង្រីកដៃគ្នាដោយពង្រីកដោយសារដើមត្នោតយើងឃើញហើយនៅសកលលោកនឹងដើមត្នោតកាន់តែតិចទៅដូច្នេះគឺថាជាផលិតផលមួយដែលពុំអាចនឹងមានគូប្រជែងធំដូចជា Nestle ដូចអីមកគូប្រជែងយើងកើតទេអ្នកដែលគូប្រជែងធំគឺប្រជារដ្ឋយើងគឺប្រជាកសិករយើងអញ្ចឹងគេថាកណាដើមត្នោតគេកាន់តែស្គាល់គឺប្រជាពលរដ្ឋយើងអត្តសញ្ញាណជាតិរបស់យើងមោទនភាពជាតិយើងកាន់តែគេស្គាល់ទៅបាទត្រឹមត្រូវចាហើយនៅក្នុងនោះពាក់ព័ន្ធទៅនឹងការវេចខ្ចប់វិញឃើញថាផលិតផលរបស់ក្រុមហ៊ុន Confrel ដូចជាមានដាក់ logo របស់កម្ពុជាយើងការបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជាយើងដែរលោកបណ្ឌិតចាយ៉ាងម៉េចដែរពាក់ព័ន្ធទៅនឹងការគិតគូរទៅលើការវេចខ្ចប់ទាំងអស់នេះលោកបណ្ឌិតគិតរហូតហ្នឹងគិតធ្វើម៉េចបង្ហាញពីអត្តសញ្ញាណជាតិរបស់លោកគឺអានឹងជាការធំណាស់ពីព្រោះសប្តាហ៍ថ្ងៃហ្នឹងយើងមានបញ្ហាហ្នឹងដោយសារយើងខ្វះនៅការជឿហ្នឹងដោយសារយើងខ្វះនៅអត្តសញ្ញាណចាអញ្ចឹងកាលដែលយើងមានសង្គ្រាមមានអីហ្នឹងធ្វើឲ្យយើងបែកបាក់គ្នាដូច្នេះដើម្បីយើងកសាងជាតិឡើងវិញយើងធ្វើការរួបរวมយើងតើយើងមាននៅអត្តសញ្ញាណថ្នោតនឹងមួយគឺដើមថ្នោតគឺជាអត្តសញ្ញាណដែលខ្មែរយើងទាំងអស់គ្នាទទួលស្គាល់ហើយនឹងគោរពអញ្ចឹងហើយបានកាលដែលធ្វើឲ្យដើមថ្នោតមានតម្លៃគឺធ្វើឲ្យជាតិយើងនឹងមានតម្លៃហើយយើងនឹងគឺថាស្គាល់នៅមោទនភាពនិងនិមិត្តរូបរបស់ខ្មែរយើងបាទចាលោកដិតបាទដោយសារថាដើមថ្នោតនឹងមិនមែនមានតែនៅក្នុងខេត្តកំពង់ស្ពឺទេតែបច្ចុប្បន្ននេះលោកបណ្ឌិតពង្រឹងនៅក្នុងខេត្តកំពង់ស្ពឺឬក៏តាមខេត្តផ្សេងៗទៀតដូចជាកំពង់ចាមបាទដូចជាកំពង់ឆ្នាំងគម្រោងរបស់យើងនឹងមិនមែនធ្វើតែនៅខេត្តកំពង់ស្ពឺទេខេត្តកំពង់ស្ពឺដោយសារនៅចិត្តរោងចក្រយើងគឺគម្រោងរបស់យើងឧទាហរណ៍ដូចតាមរយៈសូកូឡេតតាមរយៈស្ករត្នោតតាមរយៈទឹកខ្មេះអីហ្នឹងគឺថាគម្រោងរបស់យើងហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យប្រជាកសិករយើងដែលមានដើមត្នោតហ្នឹងជាកសិករយើងច្រើនហ្នឹងគឺមានលទ្ធភាពនឹងផលិតនឹងលក់មកយើងបានគោលបំណងធំរបស់យើងគឺថាធ្វើម៉េចជំរុញរោងចក្រយើងនេះរោងចក្របៃតងហ្នឹងឲ្យទៅគល់ថ្នោតទៅព្រៃថ្នោតហ្នឹងជាប្រវត្តិយើងកន្លែងជាកសិករយើងនឹងកន្លែងដែលមានដើមថ្នោតហ្នឹងអញ្ចឹងទៅគឺថាបើសិនជាគល់ថ្នោតគាត់រោងចក្រនៅទៅកន្លែងគាត់អញ្ចឹងយើងដោះស្រាយបញ្ហាច្រើនណាស់បញ្ហាដែលយើងជួបប្រទេសសប្តាហ៍ហ្នឹងត្រឹមត្រូវបាទបាទឃើញទឹកថ្នោតដែលតិចខែតិចអញ្ចឹងទៀតល្អចាទឹកថ្នោតបាទហើយក៏ឥឡូវហ្នឹងបងប្អូនយើងបើសិនបើថាគាត់ឡើងថ្នោតហើយគាត់លក់ទឹកថ្នោតហ្នឹងដោយឡែកទៅទឹកថ្នោតស្រស់ហ្នឹងណាដោយឡែកទៅឬហើយយកមកផលិតជាស្ករត្នោតជាមួយនឹង Confrel ហ្នឹងមួយដោយឡែកទៀតទៅបាទនៅកំពង់ចាមមាននៅលោកបណ្ឌិតនៅកំពង់ចាមយើងអត់ទាន់មានទេប៉ុន្តែនៅក្នុងគម្រោងរបស់យើងគម្រោងដែរនៅខេត្តផ្សេងទៀតដូចជាកំពង់ឆ្នាំងយើងមានហើយកំពង់ឆ្នាំងយើងចាប់យកស្ករហើយឥឡូវនេះយើងកំពុងតែពង្រីករោងចក្រយើងនៅក្នុងប្រហែលថ្ងៃខាងមុខនេះយើងកំពុងតែពង្រីករោងចក្ររបស់យើងនឹងដើម្បីឲ្យមានលទ្ធភាពនិងផលិតឲ្យបានច្រើនហើយនឹងទទួលនៅផលិតផលពីជាប្រវត្តិយើងនឹងគឺបានច្រើនពីគ្រប់ទិសទីពីគ្រប់ខេត្តដទៃទៀតបាទល្អណាស់លោកបណ្ឌិតចុងក្រោយនេះយ៉ាងដូចម្ដេចលោកបណ្ឌិតមានអ្វីផ្ដាំផ្ញើដល់កសិកររបស់យើងឲ្យមានក្តីសង្ឃឹមយ៉ាងដូចម្ដេចខ្ញុំយល់ថាកសិកម្មគឺជាផ្នែកអភិវឌ្ឍមួយយ៉ាងធំហើយសប្តាហ៍ថ្ងៃនេះគេកំពុងតែគិតពីព្រោះសប្តាហ៍ថ្ងៃជាបរិវត្តនៅសកលលោក7កោតតិចទៀតឡើង9កោតឆ្នាំ2050ហ្នឹងដូច្នេះបញ្ហាកសិកម្មធំណាស់
ហើយកសិកម្មហ្នឹងគឺជាចន្ទុលគឺជាការពិវត្តចន្ទុល យើងអត់នៅ តែឥឡូវហ្នឹងក៏យើងនេះដែរសប្តាហ៍ថ្ងៃហ្នឹងយើងឃើញហើយយើងថាស្រូវយើងខាងប្រទេសជិតខាងគេមកទិញគេមកឲ្យយើងបញ្ហាយើងខ្វះខាតគឺបញ្ហាទីផ្សារបញ្ហាការបញ្ហាបាទវិកខ្ចប់គឺថា transformation ណាការច្នៃប្រឌិតនិយាយមែនទេគឺការច្នៃប្រឌិតគឺយើងបានធ្វើតាមរយៈថ្នោតជាដើមណាហ្នឹងហើយអញ្ចឹងបើយើងធ្វើអង្គបើយើងធ្វើម្រេចឲ្យបានដូចគ្នាគឺប្រទេសកម្ពុជាយើងនឹងជឿនលឿនជាយូរវែងបាទ ល្អណាស់អូហូបាទចំក្រោយនេះល្អណាស់លោកបណ្ឌិត អរគុណលោកបណ្ឌិត អរគុណហើយកូនសូមកោតសរសើរលោកបណ្ឌិតណាបាទទឹកថ្នោតពីបំពង់ទឹកថ្នោតហើយទឹកថ្នោតដែលយើងទទួលទានគាត់ថាចាក់មកឲ្យហូបអស់ហ្នឹងឥឡូវខ្លាយទៅជាស្ករថ្នោតខ្លាយទៅជាសូកូឡាថ្នោតខ្លាយទៅជាស្រាថ្នោតអីថ្នោតអូហូបាទល្អមែនតើនេះជាគំនិតច្នៃប្រឌិតដើម្បីនឹងធ្វើឲ្យតម្លៃឋានៈពាក្យសេដ្ឋកិច្ចគេហៅថាការបង្កើននៅតម្លៃបន្ថែមច្រើនក្នុងប្រទេសយើងចា៎បាទត្រឹមត្រូវអរគុណណាស់ប្រិយមិត្តទូទាំងជនកម្មវិធីយើងសន្មតចាប់តែប៉ុណ្ណេះសន្យាវិលមកជួបជាថ្មីម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានឹងមកដល់នៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមគោរពលាសូមអរគុណទៀត